ខុសគ្នារវាង Bitcoin និង Ethereum តែជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកប្រធានបទនេះឡើងដោយសារតែខ្ញុំដឹងថាអ្នកដែលទើបតែចាប់ផ្ដើមថ្មីក្នុងវិស័យ Crypto នេះគឺជាសំណួរទី1ដែលគាត់មានប៉ុន្តែមុននឹងយើងចូលទៅដល់ប្រធានបទរបស់យើងខ្ញុំសូមបញ្ជាក់បន្តិចគោលបំណងក្នុងការធ្វើវីដេអូនេះឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងចែករំលែកបទពិសោធន៍ក៏ដូចជាការកម្សាន្តខ្ញុំមិនមែនជាអ្នកជំនាញហើយក៏មិនមែនជាអ្នកដែលផ្ដល់ដំបូន្មានផ្នែកហិរញ្ញវត្ថុឬក៏អ្នកដែលអូសទាញអ្នកទាំងអស់គ្នាឲ្យចូលមកវិនិយោគក្នុងកាក់ណាមួយឡើយសម្រាប់វីដេអូមួយនេះខ្ញុំអាចប្រើពាក្យគន្លឹះមួយចំនួនជាភាសាអង់គ្លេសដោយសារតែខ្ញុំអត់ចង់ឲ្យខុសន័យដើមរបស់ពាក្យទាំងនោះខ្ញុំជឿថាអ្នកដែលទើបតែចាប់ផ្ដើមក្នុងវិស័យ Crypto ក៏ដូចជាខ្ញុំកាលពី5ឆ្នាំមុនអញ្ចឹងដែរគឺពាក្យដែលឮមុនគេគឺ Bitcoin ហើយនិង Ethereumហើយគឺតែងតែឆ្ងល់ថាតើពីហ្នឹងវាខុសគ្នាត្រង់ណានៅពេលដែលខ្ញុំចាប់ផ្ដើមសិក្សាពីវិស័យ Crypto ដំបូងហ្នឹងខ្ញុំក៏ធ្លាប់ទៅសួរគេដែរអ្នកដែលគាត់បានចូលប្រឡូកក្នុងវិស័យហ្នឹងយូរហើយមុនខ្ញុំអញ្ចឹងណាខ្ញុំទៅសួរគាត់ថាតើ Bitcoin ជាអ្វីហើយនិង Ethereum ជាអ្វីហើយពីរហ្នឹងខុសគ្នាត្រង់ណានៅពេលដែលគេបញ្យល់មកខ្ញុំមកហ្នឹងណាខ្ញុំនិយាយមែនគឺខ្ញុំស្ដាប់អត់យល់ទេប៉ុន្តែខ្ញុំចិត្តតែងក់ក្បាលទេខ្ញុំជឿថាមានអ្នកទាំងអស់គ្នាមួយចំនួនធំក៏ដូចខ្ញុំដែរអញ្ចឹងគោលបំណងក្នុងការធ្វើវីដេអូនេះឡើងដើម្បីពន្យល់អ្នកទាំងអស់គ្នាជាភាសាសាមញ្ញធ្វើមិនឲ្យអ្នកទាំងអស់គ្នាងាយស្រួលយល់ចាជាដំបូងខ្ញុំសូមបញ្យល់អ្នកទាំងអស់គ្នាពី Bitcoin សិនអញ្ចឹង Bitcoin គឺជា cryptocurrency ដំបូងគេបង្អស់ដែលត្រូវបានបង្កើតឡើងហើយវាត្រូវបានបង្កើតឡើងដោយ Satoshi Nakamoto នៅឆ្នាំ2009ប៉ុន្តែដល់ឥឡូវក៏គេនៅតែអត់ទាន់ដឹងថាតើ Satoshi Nakamoto នឹងគឺជាអ្នកណាដែរមូលហេតុដែលគាត់បង្កើត Bitcoin នេះឡើងគឺដោយសារតែគាត់ចង់យកវាធ្វើជាលុយ Digital ដែលអាចប្រើប្រាស់បានគ្រប់ប្រទេសនៅក្នុងពិភពលោកហើយលុយនេះមិនដូចជាលុយដែលយើងប្រើប្រាស់សពថ្ងៃទេដោយសារតែវាគ្មានការគ្រប់គ្រងពីរដ្ឋាភិបាលនិងធនាគារកណ្ដាលឡើយអញ្ចឹងមានន័យថាយើងអាចផ្ទេរ Bitcoin ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ឆ្លងប្រទេសឬក៏ឆ្លងទ្វីបដោយមិនចាំបាច់ត្រូវការគ្រប់គ្រងឬក៏ការ approve ពីធនាគារកណ្ដាលឡើយតើ Bitcoin ដំណើរការវាយ៉ាងដូចម្ដេច Bitcoin ដំណើរការលើប្រព័ន្ធ technology មួយយ៉ាងដែលមានឈ្មោះថា blockchain បើនិយាយឲ្យស្រួលស្ដាប់វាដូចជាសភៅកំណត់ហេតុសាធារណៈមួយហើយរាល់ប្រតិបត្តិការទាំងអស់ត្រូវសរសេរដោយទឹកថ្នាំមិនអាចលុបបាននៅពេលដែលយើងកត់ត្រាប្រតិបត្តិការនោះហើយយើងអត់អាចផ្លាស់ប្ដូរឬក៏លុបចោលឬក៏កែប្រែវាបានទេហើយប្រតិបត្តិការទាំងនោះអាចប្រើរយៈពេលចន្លោះពី15នាទីទៅ20នាទីដើម្បីឲ្យវាជោគជ័យអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយត្រូវអត់បើសិនជា Bitcoin អត់ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលហើយនិងធនាគារកណ្ដាលទេតើអ្នកណាជាអ្នក approve ឲ្យប្រតិបត្តិការនឹងជោគជ័យចម្លើយនោះគឺអ្នកទាំងអស់គ្នាឯងដូចដែលខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងគឺអ្នកដែលគាត់ប្រើប្រាស់ Bitcoin គឺគាត់មានសភៅកំណត់ហេតុសាធារណៈម្នាក់មួយទាំងអស់អញ្ចឹងនៅពេលដែលអ្នកកត់ត្រាអ្វីមួយទៅមានអ្នកផ្សេងទៀតគាត់អាចមើលឃើញហើយអ្នកផ្សេងទៀតនោះគាត់អាចប្រើប្រព័ន្ធកុំព្យូទ័រទំនើបដើម្បីគណនា equation ឬក៏ puzzle អីនៅក្នុងហ្នឹងនៅពេលដែលគាត់គណនាឲ្យបានជោគជ័យអញ្ចឹងប្រតិបត្តិការរបស់អ្នកទាំងអស់គ្នាដែលធ្វើហ្នឹងក៏បានជោគជ័យដែរហើយអ្នកដែលគាត់បានគណនា equation ក៏ដូចជា puzzle អីផ្សេងគាត់នឹងទទួលបាន reward ជា Bitcoin ហើយអ្នកទាំងអស់នោះគេហៅឈ្មោះគាត់ថា miner បើសិនបើយើងប្រៀបធៀប Bitcoin ជាមួយនឹងមាសគឺដូចគ្នាអញ្ចឹងសម្រាប់មាសយើងត្រូវការអ្នកទៅជីកយកមាសនឹងមកដោយប្រើកម្លាំងពលកម្មប៉ុន្តែសម្រាប់ Bitcoin យើងត្រូវការអ្នកដែលមានកុំព្យូទ័រទំនើបដែលគាត់អាចដោះស្រាយគណនា equation និង puzzle បានចំណុចមួយទៀតដែលធ្វើឲ្យ Bitcoin ប្លែកនិងពិសេសជាងលុយដែលយើងប្រើប្រាស់រាល់ថ្ងៃនោះគឺ Bitcoin មានចំនួនកំណត់ត្រឹមតែ21លានតែប៉ុណ្ណោះប៉ុន្តែចំណែកលុយដែលយើងប្រើប្រាស់រាល់ថ្ងៃគឺយើងអាចបោះពុម្ពបន្ថែមបានអញ្ចឹងចំណុចនេះហើយទើបធ្វើឲ្យមានមនុស្សជាច្រើនចាប់អារម្មណ៍ទៅលើ Bitcoin តោះយើងមកមើលពី Ethereum វិញម្ដង Ethereum គឺជាកាក់ទី2ដែលបង្កើតឡើងបន្ទាប់ពី Bitcoinហើយវាបង្កើតឡើងនៅក្នុងឆ្នាំ2015គោលបំណងរបស់វាគឺมันខុសពី Bitcoin ហ្មងទេគឺចង់ឲ្យវាក្លាយទៅជាលុយ Digital ប៉ុន្តែបន្ថែមពីលើនឹងមួយវិញទៀតគឺអាចបង្កើត app នៅលើនឹងបានអញ្ចឹងមានន័យថាអ្នក developer គាត់អាចបង្កើត application នៅលើ Ethereum បានបើនិយាយឲ្យស្រួលស្ដាប់ហ្មង Bitcoin គឺដូចជា email អញ្ចឹងអ្នកទាំងអស់គ្នាអាចផ្ញើ Bitcoin ពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានប៉ុន្តែបើ Ethereum វិញគឺដូចជា smartphone នៅក្នុង smartphone ហ្នឹងអ្នកទាំងអស់គ្នាអាចផ្ញើលុយពីម្នាក់ទៅម្នាក់បាន
ហើយអាចបង្កើត app ផ្សេងៗដូចជាលេង game ស្ដាប់ចម្រៀងអីផ្សេងៗនៅលើក្នុងហ្នឹងហើយមួយវិញទៀតសម្រាប់ Ethereum គឺបង្កើតឡើងសម្រាប់ជា smart contract ឬខ្មែរយើងគេហៅថាកិច្ចសន្យាអ្វីឆ្លាតមានន័យថាបើសិនជាអ្នកកំណត់នៅលើ Ethereum ហ្នឹងថាឲ្យមានអីកើតឡើងតើនឹងមានអ្វីមួយទៀតកើតឡើងឧទាហរណ៍ឲ្យស្រួលយល់បើសិនជាខ្ញុំធ្វើការងារចប់ក្នុងរយៈពេល8ម៉ោងខ្ញុំនឹងទទួលបានលុយ10 Ethereum ហ្នឹងជាឧទាហរណ៍អញ្ចឹងមានន័យថាកិច្ចសន្យាហ្នឹងនៅពេលដែលខ្ញុំធ្វើចប់8ម៉ោងគឺខ្ញុំនឹងទទួលបានភ្លាមៗហ្មងអត់មានចាំបាច់ពីណាគេមក verify ថាខ្ញុំធ្វើបានឬក៏អត់បានទេគឺវាអូតូម៉ាទិកហើយហ្នឹងគឺអត់មានការយឺតយ៉ាវទេបើសិនជាមនុស្សយើងត្រូវការអូខេប្រាប់ទៅមេយើងថាយើងធ្វើការហើយអញ្ចឹងអ្នកឯងត្រូវបង់លុយឲ្យយើងអញ្ចឹងវាអាចមានការយឺតយ៉ាវប៉ុន្តែសម្រាប់ smart contract នេះគឺអត់ទេតែអ្នកដាក់គឺ Ethereum load ចូល wallet យើងភ្លាមៗហ្មងអញ្ចឹងសរុបមកវិញបើនិយាយស្រួលស្ដាប់ទៅ Bitcoin អាចចាត់ទុកថាជាមាស digital ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់គាត់អាចផ្ទេរពីម្នាក់ទៅម្នាក់ឆ្លងប្រទេសឆ្លងទ្វីបដោយមិនចាំបាច់មានការគ្រប់គ្រងពីជនទី3ឬក៏ធនាគារកណ្ដាលណាឡើយចំណែកឯ Ethereum វិញអាចចាត់ទុកថាជាហាងកម្មវិធី crypto ឬក៏ crypto app store ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់គាត់អាចផ្ទេរពីម្នាក់ទៅម្នាក់ហើយក៏អាចបង្កើតកម្មវិធីផ្សេងៗនៅលើ Ethereum បានដែរហើយសម្រាប់ចំណុចហ្នឹងមានមនុស្សជាច្រើនគាត់យល់ថា Ethereum នឹងបង្កើតឡើងដើម្បីមកជំនួស Bitcoin ប៉ុន្តែបើសិនជាយោបល់ខ្ញុំវិញខ្ញុំគិតថា Ethereum នឹងបង្កើតឡើងមិនមែនមកជំនួស Bitcoin ទេប៉ុន្តែមកបន្ថែមពីលើចំណុចដែល Bitcoin គាត់មានការខ្វះខាតសម្រាប់ខ្ញុំកាក់ទាំងពីរហ្នឹងគឺជាកាក់ OG ដែលល្អហើយមួយវិញទៀតសម្រាប់អ្នកដែលគាត់ទៅចាប់ផ្ដើមហើយចង់សាកវិនិយោគនៅក្នុងវិស័យនេះ Bitcoin ហើយនិង Ethereum គឺជាកាក់ពីរដែលគាត់គួរតែវិនិយោគមុនគេពីព្រោះហានិភ័យនៃការដួលឬក៏ធ្លាក់ថ្លៃរហូតទៅដល់0ហ្នឹងគឺមានហានិភ័យតិចជាងគេអញ្ចឹងសម្រាប់វីដេអូថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់ពីដើមរហូតដល់ចប់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចរៀនសូត្រពីវីដេអូមួយនេះមួយវិញទៀតខ្ញុំក៏សង្ឃឹមថាអ្វីដែលខ្ញុំនិយាយនៅក្នុងវីដេអូមួយនេះមានភាពងាយស្រួលធ្វើឲ្យអ្នកទាំងអស់គ្នាងាយចាប់បានបើសិនជាមានចំណុចខ្វះខាតត្រង់ចំណុចណាអ្នកទាំងអស់គ្នាអាចជួយបំពេញបន្ថែមដោយ comment នៅខាងក្រោមវីដេអូមួយនេះអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ត